បាត់ដំបងដួងជីវិតអើយខ្ញុំមិនភ្លេចឡើយបាទសូមជម្រាបសួរលោកពូអ្នកមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីករជើងចាស់បានវិលមកជួបបងប្អូនលោកពូអ្នកមីងសាជាថ្មីទៀតហើយបាទឥឡូវនេះចេញពីលោកប៊ុនច័ន្ទថនយើងទៅស្ដាប់សំឡេងរបស់អ្នកចម្រៀងដ៏សែនល្បីល្បាញហើយពីរោះម្នាក់ទៀតប្រហែលជាលោកអ្នកខ្លះគឺមិនសូវបានស្គាល់គាត់ទេតែបើអ្នកដឹងក្តីទស្សវត្សទី80និងទី90ប្រកាសជាចាំឈ្មោះគាត់ឬក៏មិនចាំឈ្មោះគាត់ក៏ដោយអាចចាំសំឡេងចម្រៀងរបស់គាត់ដែលជាបទមួយដ៏សែនល្បីល្បាញកាលពីឆ្នាំ80ជាងនោះផងដែរនោះគឺលោកកឹមឈុនលោកអ្នកស្ដាប់ណាខ្លះបាទធ្លាប់ឮឈ្មោះលោកកឹមឈុននៅចាំឈ្មោះគាត់អត់បាទលោកកឹមឈុនហើយក្នុងឱកាសនេះគឺខ្ញុំរកឃើញចម្រៀងគាត់នៅសល់តែមួយបទទេបាទប្រហែលជាបទគាត់អាចមានលើសពីហ្នឹងកាលហ្នឹងគាត់ជាអ្នកចម្រៀងចេញពីបាត់ដំបងលោកកឹមឈុនអ្នកបាត់ដំបងដែរហើយក្រោយមកគាត់ក្លាយជាសិល្បករវិទ្យុជាតិហើយបទនេះគឺគាត់ច្រៀងផ្សាយវិទ្យុជាតិបទនេះល្បីល្បាញណាស់វាសនាបាត់ដំបងអូបាត់ដំបងដួងជីវិតអើយគឺគាត់និយាយពីរឿងរ៉ាវអ្នកខេត្តបាត់ដំបងកាលពីសម័យខ្មែរក្រហមហើយគាត់ច្រៀងព្រោះមែនទេបាទឲ្យស្ដាប់បទនេះហើយគឺអូយសំណោះរឿងរ៉ាវឈឺចាប់អ្នកដែលធ្លាប់រងគ្រោះនៅសម័យប៉ុលពតសម័យខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃវាសនាបាត់ដំបងនេះគឺនិពន្ធទំនុកច្រៀងដោយលោកកឹមឈុនផ្ទាល់ហើយនិពន្ធបទភ្លេងដោយលោកកៅសំអាតបទនេះត្រូវបានថតផ្សាយវិទ្យុជាតិនៅឆ្នាំ1984ព្រោះមែនទែនបាទវាសនាបាត់ដំបងជាសំនៀងរបស់លោកកឹមឈុនតោះឥឡូវយើងស្ដាប់ទាំងអស់គ្នាស្ដាប់ខ្លីៗវាសនាបាត់ដំបងពេលជាង3ឆ្នាំក្រុមនឹមអុករិតស្ទើរដាច់ជីវិតរស់ទាំងត្រដោដំបងដួងជីវិតអើយខ្ញុំមិនភ្លេចឡើយកាលពីសម័យបនក្បត់ពលពតសាព្រៃស្ទាយប្រឡាយគួយសាំជាតិឯងអូបាត់ដំបងរួងរងទុកខាសែនខ្លាចសាអរចំបាញ់ពលកម្មថ្ងៃយកលើលំត្រៃលែងគួររែកលីសែងហត់ទឹកបបោពេលជាង3ឆ្នាំក្រុមនឹមអុករិតស្ទើរដាច់ជីវិតរស់ទាំងត្រដោស្មានបាយហូបសងហូបទឹកបបោស្ទើរតែសង្ស័យជីវ៉ាអូបាត់ដំបងយើងរស់វិញហើយឆ្លងផុតក៏ត្រាយអន្លងមរណាចិត្តយើងរីករាយសប្បាយអស្ចារ្យនេះគឺវាសនាបាត់ដំបងអើយ
ទើដាច់ជីវិតរស់ទាំងត្រដោមានបាយហូបសងហូបទឹកបបោស្ទើតែសង្ស័យជីវ៉ាអូបាត់ដំបងយើងរស់វិញហើយឆ្លងផុតក៏ត្រើយអន្លង់មរណាចិត្តយើងរីករាយសប្បាយអស្ចារ្យនេះគឺវាសនាបាត់ដំបងអើយពីរោះដាទីលោកអ្នកស្ដាប់វាសនាបាត់ដំបងជាសំនៀងដ៏ផ្អែមស្រណោះលន់លង់លន់លូចមែនទែនរបស់លោកកឹមឈុនស្នាដៃនិពន្ធទំនុកច្រៀងរបស់លោកផ្ទាល់ហើយដែលមានលោកកែសម្អាតជាអ្នកនិពន្ធបទភ្លេងចេញឆ្នាំ1984មានបាយហូបសងហូបទឹកបបោបាទបទនេះគឺគេចាក់ផ្សាយតាមវិទ្យុជាតិញឹកញាប់ណាស់តាំងពីឆ្នាំ84 85ឡើងមកគឺនៅសម័យយើងហៅថាសម័យសង្គមនិយមសម័យកុម្មុយនីសណាកាលនេះយើងនៅបកតែមួយហើយគេចាក់ផ្សាយតាមវិទ្យុជាតិច្រើនណាស់ដោយសារខ្លឹមសារបទនេះគឺអត់និយាយពីស្នេហាផ្ទាល់ខ្លួនទេនិយាយពីរឿងរ៉ាវអ្នកដែលរស់រងទុក្ខវេទនានៅសម័យខ្មែរក្រហមបាទហើយចំពោះលោកកឹមឈុនចាំឱកាសក្រោយខ្ញុំនឹងនិយាយបានលម្អិតបានវែងឆ្ងាយជាងនឹងនៅពេលដែលខ្ញុំបានជួបសាច់ញាតិគាត់លោកកឹមឈុនបានទទួលមរណភាពទៅហើយបាទតែខ្ញុំមិនដឹងថានៅឆ្នាំប្រមាណទីតែប្រហែលនៅអំឡុងឆ្នាំ90ជាងកាលខ្ញុំសម្ភាសលោកហួរឡាវីក៏ធ្លាប់បានលើកអំពីលោកកឹមឈុនផងដែរព្រោះថាបទវាសនាបាត់ដំបងនេះក្រោយមកលោកហួរឡាវីក៏បានយកមកច្រៀងឡើងវិញផងដែរតែលោកហួរឡាវីកាលហ្នឹងក៏គាត់ប្រាប់ខ្ញុំថាគាត់ឲ្យបានចាំរឿងហេតុឬក៏អំពីឆ្នាំពិតប្រាកដដែលលោកកឹមឈុនទទួលមរណភាពទីបាត់ដំបងដួងជីវិតអើយខ្ញុំមិនវេលាកាលពីសាម័យបនបត់បត់សាព្រេងសៃប្រឡាយគួយសាំងជាតិឯងអូបាត់ដំបងរួងរងទុក្ខាខ្ញុំសែនខ្លាចសារាចំបាយពលកម្មថ្ងៃយប់នៅលំក្រៃលើបរែងវិសាញោទឹកបបោពេលជាង3ឆ្នាំក្រោមនឹមអក្រិតស្ទើរដាច់ជីវិតព្រោះទាំងត្រដោគ្មានបាយហូបសនឹងបបោទៅតាសង្ស័យជីវ៉ាអូបាត់ដំបងយើងរស់វិញហើយឆ្លងមុនក៏ត្រើយអន្លង់មកណាចិត្តយើងរីករាយសប្បាយអស្ចារ្យនេះគឺវាសនាបាត់ដំបងអើយ
ជាង3ឆ្នាំក្រោមនឹមអក្រិនទើដាញ់ជីវិតរស់ទាំងរដគ្មានបាយហូបសទឹកបបស្ទើរតែសន្សាយជីវ៉ាអូបាត់ដំបងយើងរវិញហើយឆ្លងមុនក៏ត្រើយអត់លងអរណាចិត្តយើងរីករាយសប្បាយអស្ចារ្យនេះគឺវាសនាបាត់ដំបងអើយចាំមើលខ្ញុំនឹងប្រឹងប្រែងស្រាវជ្រាវរោគសាច់ញាតិរបស់គាត់ហើយក្នុងឱកាសនេះបើសិនជាសាច់ញាតិរបស់លោកកឹមឈុនឬក៏មិត្តភ័ក្តិរបស់លោកកឹមឈុនកំពុងទស្សនាហើយបានដឹងព័ត៌មានណាបន្ថែមបាទសូមជួយ comment នៅខាងក្រោមផងឬក៏ជួយទូរស័ព្ទប្រាប់ខ្ញុំតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅលើកញ្ចក់កាមេរ៉ានេះផងបាទសូមជួយប្រាប់ផងខ្ញុំបានដឹងរឿងរ៉ាវច្រើនទីពីលោកកឹមឈុនដឹងតែបទចម្រៀងគាត់ប៉ុណ្ណឹងអញ្ចឹងបើសិនជាបងប្អូនរបស់គាត់សាច់ញាតិមិត្តភ័ក្តិរបស់លោកកឹមឈុនបានដឹងរឿងរ៉ាវនេះបន្ថែមហើយដឹងថាលោកកឹមឈុនស្លាប់នៅឆ្នាំណាដោយសារអ្វីហើយគាត់រស់នៅភូមិឃុំណាស្រុកណាបងប្អូនគាត់ប្រហែលអ្នកសូមជួយប្រាប់ខ្ញុំបន្ថែមផងខ្ញុំនឹងចុះទៅសម្ភាសដើម្បីរំលឹកអំពីសិល្បករដ៏ល្បីល្បាញរូបនេះផងដែរហើយចំពោះបទចម្រៀងដែលខ្ញុំបាននិយាយអញ្ចឹងគឺខ្ញុំរកឃើញតែមួយបទហ្នឹងទីមិនដឹងជាបទផ្សេងទៀតគាត់ច្រៀងបទអីខ្លះព្រោះថាខ្ញុំខំស្រាវជ្រាវតាម YouTube តាមអីដែរតែរកអត់ឃើញបទទី2សោះឃើញតែមួយបទហ្នឹងបាទវាសនាបាត់ដំបងឥឡូវយើងចេញពីលោកកឹមឈុនយើងទៅជួបអ្នកចម្រៀងខេត្តកំពង់ធំម្នាក់លោកអ្នកស្គាល់ទេបាទអ្នកចម្រៀងខេត្តកំពង់ធំខ្ញុំធ្លាប់បានធ្វើសភាគាត់ដូចហើយគាត់ក៏មានកេរ្តិ៍ឈ្មោះរបស់សម្លេងតាំងពីឆ្នាំ80ជាងនោះផងដែរនោះគឺលោកនូសឹបបាទលោកនូសឹបជាអ្នកចម្រៀងដែលមានកំណើតនៅខេត្តកំពង់ធំហើយខ្ញុំបានសភាគាត់រួចហើយសម្ភាសយ៉ាងលំអិតមែនទែនអញ្ចឹងខ្ញុំមិនអធិប្បាយច្រើនទៀតទេអំពីលោកនូសឹបហើយលោកនូសឹបកាលឆ្នាំ80ជាងគាត់បានជួបលោកគង់ប៊ុនឈឿននៅកំពង់ធំដោយសារកាលហ្នឹងលោកគង់ប៊ុនឈឿននឹងគ្រួសារត្រូវបានខ្មែរក្រហមគេចលិះទៅខាងហ្នឹងជាប់ពេញមួយរបបនៅខេត្តកំពង់ធំហ្នឹងហើយបានចុយមកលោកគង់ប៊ុនឈឿនគាត់ធ្វើជាដូចជាប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ធំអញ្ចឹងបានជាពេលហ្នឹងលោកគង់ប៊ុនឈឿនបានធ្វើការជាមួយលោកម៉ាសំកុលហើយលោកនូសឹបអីជាដើមហ្នឹងហើយលោកនូសឹបក៏ធ្លាប់បានច្រៀងបទចម្រៀងមួយចំនួនដែលនិពន្ធដោយលោកគង់ប៊ុនឈឿនផងដែរឥឡូវខ្ញុំយកបទចម្រៀងឆ្នាំ90ជាងមកចាក់ជូនតំណាងគេឈ្មោះលោកនូសឹបវិញម្ដងហើយគ្រាន់តែលើបទទាំងពីរនេះប្រកាសជាលោកអ្នកស្ដាប់ចិញ្ចក់មកថាអូបទនេះព្រោះណាស់ហើយគឺជាសំនៀងរបស់លោកនូសឹបគឺធ្វើឲ្យលោកអ្នកបានចងចាំហើយនឹកឃើញដល់ឈ្មោះលោកនូសឹបតែម្ដងបទទី1នេះមានចំណងជើងថាអនិច្ចាអ្នកស្រែក៏លន់ក្រឹម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 ក្រហឹមគ្មានបទអនិច្ចាអ្នកស្រែគឺជាបទដែលមានប្រជាប្រិយណាស់កាលពីឆ្នាំ90ជាងគឺចំនួនពីដែលស្រុកខ្មែរយើងកាលចំនួននឹងធ្លាប់លិចលង់ដោយទឹកចំនួនណាហើយបទអនិច្ចាអ្នកស្រែនេះគឺល្បីល្បាញមែនទែនដោយសារគីនិពន្ធឲ្យត្រូវនឹងស្ថានភាពនៅពីហ្នឹងហើយបទនេះគឺច្រៀងដំបូងលោកនូសឹបឆ្លើយឆ្លងជាមួយនឹងបងស្រីមេងកៅពេជ្រចិន្តាតោះឥឡូវយើងស្ដាប់បទទី1ដែលជាបទដ៏ល្បីជាងគេរបស់លោកនូសឹបអនិច្ចាអ្នកស្រែកុំព្រួយពេកមកអូនណាយកុំយំឃើញទឹកភ្នែកអូបាទលោកអ្នកស្ដាប់ជាទីរាប់អាននៅពេលដែលស្ដាប់បទនេះយើងនឹកឃើញកាលពីឆ្នាំ90ជាងដែរទេបាទហើយខ្ញុំជឿជាក់ថាលោកអ្នកស្ដាប់ទាំងអស់ដែលធ្លាប់រស់នៅស្រុកស្រែហើយធ្លាប់ស្រុកភូមិលិចទឹកធ្លាប់ស្រូវលិចដោយទឹកជំនន់កាលពីអំឡុងសបាលចម្រៀងនឹងចាញ់ណាគឺនៅពេលដែលស្ដាប់បាត់នេះគឺនឹកឃើញរឿងរ៉ាវកាលពីពេលនោះតែម្ដងបាទអនិច្ចាអ្នកស្រែជីវិតអ្នកស្រែគ្
មានទេសេចក្តីឥឡូវយើងស្ដាប់អានិច្ចាអ្នកស្រែបានប៉ុណ្ណឹងហើយខ្ញុំសូមលើកចម្រៀងមួយទៀតដែលជាបទដ៏សែនល្បីល្បាញផងដែរកាលពីអំឡុងពាក់កណ្ដាលឆ្នាំ90ជាងបើតាមខ្ញុំចាំបទនេះដូចជាចេញឆ្នាំ1995ពីហ្នឹងគឺល្បីមែនទែនបទនេះនោះគឺបទផ្ការួយមុនរដូវកន្លងដែលយើងជួបគ្នាប្រៀបដូចជាទឹកដែលហូរទៅបាទការរួយមុនរដូវនេះគឺជាបទដែលគេបញ្ចូលក្នុងខ្សែភាពយន្តចិនកាលពីសម័យកាលហ្នឹងនៅចាំទេបាទរឿងយុទ្ធធរពិភពគុណកាលហ្នឹងផលិតកម្មសាន់ឌីអ្នកបញ្ចូលសម្លេងណាយុទ្ធធរពិភពគុណនេះគឺជាភាពយន្តដែលគេបានថតនិយាយអំពីប្រវត្តិលោកម្ចាស់ប៉ាវកាលដែលគាត់នៅក្មេងគាត់ទៅប្រឡងនៅរាជធានីកាលហ្នឹងគាត់មិនទាន់ខ្លាយជាតុលាការមុខដៃទេគាត់នៅជានិស្សិតមកពីស្រុកស្រែហើយគាត់ទៅប្រឡងនៅរាជធានីក្នុងរជ្ជកាលរាជវង្សសុងហើយគេថតរឿងហ្នឹងយុទ្ធធរពិភពគុណនៅចាំទេលោកអ្នកបាទនៅចាំរឿងហ្នឹងឯងអ្នកធ្លាប់មើលដូចជាប៉ុស្តិ៍លេខ5គេចាក់ប្រចាំកាលហ្នឹងប៉ុស្តិ៍លេខ5ឬប៉ុស្តិ៍លេខ9បាទខ្ញុំភ្លេចទៅហើយបាទយុទ្ធធរពិភពគុណរឿងប្រវត្តិរបស់លោកម្ចាស់ប៉ាវកាលហ្នឹងគេបញ្ចូលបទហ្នឹងបាទការរួយមុនរដូវរបស់ផលិតកម្ម Sunday Video ទេពសូរាបំបត្តិកងវងតើជំនួសជួយយំយេហើយបទនេះនិពន្ធទំនុកច្រៀងដោយលោកថៃនរៈសត្យាហើយបទភ្លេងជាបទចិនតាមពិតបទនេះគឺបកប្រែពីចិនហើយលោកថៃនរៈសត្យាហ្នឹងគាត់កែសម្រួលពាក្យពេចន៍ខ្លះដើម្បីឲ្យចាប់ចុងជួនតាមរបៀបកំណាព្យខ្មែរណាបទនេះគឺបកប្រែទាំងទំនុកច្រៀងផងដែរគាត់ដែលលោកថៃនរៈសត្យាហ្នឹងគាត់កែសម្រួលមួយចំនួនអញ្ចឹងយើងក៏អាចហៅថានិពន្ធទំនុកច្រៀងផ្សំរបស់លោកថៃនរៈសត្យាផងដែរបទភ្លេងចិនច្រៀងដោយលោកនូសឹបនៅឆ្នាំ1995បាទបងប្អូនលោកពូនមីងនិងលោកអ្នកស្ដាប់ទាំងអស់ជាទីរាប់អានយើងបានស្ដាប់ហើយនៅរឿងរ៉ាវមួយចំនួនក៏ដូចជាបទចម្រៀងពីរោះរបស់លោកនូសឹបដែលខ្ញុំបានបង្ហាញជូនពីបទកន្លងទៅគឺផ្ការរួយមុនរដូវហើយនឹងអនិច្ចាអ្នកស្រែក៏ប៉ុន្តែចម្រៀងគាត់មានច្រើនណាស់ព្រោះថាគាត់ច្រៀងតាំងពីដើមទសវត្សរ៍ទី80តាំងពី80 81 82 83រហូតដល់តែគាត់ឈប់ច្រៀងនៅទសវត្សរ៍ឆ្នាំ2016 17នោះពិសេសបទចម្រៀងដែលគាត់ច្រៀងនៅទសវត្សរ៍ទី80ព្រោះណាព្រោះថាភាគច្រើនគឺត្រូវបានអ្នកនិពន្ធចំនួននោះនិពន្ធទាំងភ្លេងថ្មីទាំងទំនុកថ្មីហើយក្នុងនោះក៏មានលោកគង់ប៊ុនឈឿនធ្លាប់បាននិពន្ធចម្រៀងឲ្យលោកនូសឹបច្រៀងផងដែរអញ្ចឹងជាបន្តទៅទៀតនេះខ្ញុំសូមបង្ហាញនៅបទចម្រៀងមួយចំនួនដែលគាត់ច្រៀងកាលពីទសវត្សរ៍ទី80និងទី90មកចាក់ជូនបងប្អូនលោកពូអ្នកមីងជាបន្តទៀតតែសូមបញ្ជាក់ផងដែរថាបទខ្លះអាចនឹងជាប់កូពីរ៉ាយអញ្ចឹងបើសិនជាខ្ញុំបង្ហាញទៅថាឥឡូវយើងស្ដាប់ក៏ប៉ុន្តែបែរជាគ្មានចម្រៀងគឺប្រកាសជាបទនេះជាប់កូពីរ៉ាយអញ្ចឹងសូមមេត្តាខន្តីអភ័យទោសផងអញ្ចឹងតោះឥឡូវស្ដាប់បទចម្រៀងរបស់គាត់មានច្រើនបាទមានដូចជាបទកងទ័ពចិត្តមាសកវ័យកំព្រាកវ័យខកចិត្តគ្មានទេថ្ងៃស្អប់ចិត្តភក្តីទឹកភ្នែកកម្ពុជាក្រោមនឹកឡើងឈឺចាប់បៃលិនប្រលឹងស្នេហ៍សងជួបស្នេហ៍ពិតព្រះអាទិត្យថ្មីរះលើដីចាស់រាត្រីព្រាត់អូនរាត្រីរនោចលោហិតស្ទឹងសែនល្អអើយល្អវណ្ណៈស្នេហ៍ស្ដាយមួយជីវិតអាត្រៀតថ្នមស្នេហ៍នេះគឺច្រៀងដោយលោកនូសឹបនិងអ្នកស្រីខុនវណ្ណាមិនមែនឈុនវណ្ណាទេណាគឺខុនវណ្ណាហើយពាក្យបង4ម៉ាត់ក៏ច្រៀងដោយលោកនូសឹបនិងអ្នកស្រីខុនវណ្ណាផងដែរហើយបទកន្លងដុល្លារចុងស្រល់ដានជើងក្របីព្រាត់ស្នេហ៍តាំងក្រសាំងភ្នំសំពៅភ្នោអូនរៀបការចុះអូននិងលាស្រីចិត្តក្បត់ជាដើមឡាក់ហើយក្នុងនោះក៏មានបទស្ពានខ្វែកបំបីស្នេហ៍ដែលគាត់ច្រៀងតាមលំនាំបទរបស់លោកឈួយសុភាពផងដែរអញ្ចឹងនេះគ្រាន់តែជាបទចម្រៀងដែលខ្ញុំរៀបរាប់មួយភាគតូចរបស់លោកនូសឹបតែប៉ុណ្ណោះគឺនៅមានចម្រៀងជាច្រើនទៀតដែលគាត់បានច្រៀងតាំងពីទសវត្សរ៍ទី80និងទី90អញ្ចឹងតោះឥឡូវយើងស្ដាប់ចម្រៀងរបស់គាត់ជាបន្តបន្ទាប់ហើយបើបទណាឮគឺសូមបញ្ជាក់ថាបទនេះជាប់កូពីរ៉ាយទៅហើយអញ្ចឹងតោះឥឡូវស្ដាប់បទគាត់ជាបន្តបន្ទាប់ដូចតទៅកំហឹងឈឺចាប់ឈួលពេញអរា
យការអូនបងមេបាពុកោសម្រាប់យកវេលាបងជីកងតបគោរពមកបញ្ជាយសិនខាន់ស្លារងការសងថ្មីបងឡារថយន្តអូនឈរក្រៅខ្នងខ្ញុំដាក់បងអត់ទៅជីបងជាយុទ្ធជនមានចិត្តខាងក្តីថ្ងៃមង្គលជ័យស្រីតែច្បាស់ភ្នំសន្ទុកស្រះចៅពេលជុំអូទីស្មរភូមិប្រយុទ្ធតតាំងភ្លើងចំដៃរំពេយអត់ខាំងអមចាត់អស់ខ្មាំងសាងវាស្នា